គ្រឿងញៀន73គីឡូក្រាមអាវុធហត្ថរាជធានីភ្នំពេញបើកការស្រាវជ្រាវករណីគ្រឿងញៀនអស់រយៈពេលជាច្រើនថ្ងៃរហូតពន្លាតដែនដីទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀងនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងថ្ងៃទី5ទី6ខែឧសភាឆ្នាំ2025បានឆែកឆេរ3ទីតាំងជាបន្តបន្ទាប់រកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាសរុបចំនួន4កញ្ចប់ធំតូចស្មើនឹង2គីឡូ6ខាំ92.70ក្រាមដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន1ថង់សម្រាប់ច្រកគ្រឿងញៀនរួមនឹងសម្ភារៈមួយចំនួនទៀតនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ឈ្មោះលេងវាសនាហៅក្រៅទឿភេទប្រុសអាយុ23ឆ្នាំស្នាក់នៅភូមិក្បាលកោះសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងឈ្មោះសេងកឹមសៀងហៅសៀងភេទប្រុសអាយុ18ឆ្នាំស្នាក់នៅភូមិសំរោងឃុំមុខដាស្រុករមាសហែកខេត្តស្វាយរៀងបច្ចុប្បន្នជនសង្ស័យទាំងពីររួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់